នេះគឺជាប្រវត្តិព្រះគិវាំបតិឬព្រះខ្វាមព្រះគិវាំបតិគឺជាព្រះអរហន្តមួយអង្គក្នុងចំណោមមហាសង្វៈទាំង80របស់ព្រះសម្មាសម្ពុទ្ធដែលត្រូវបានគេទទួលស្គាល់ច្បាស់ក្នុងចំណោមអ្នកកាន់សាសនាខ្មែរតាមរយៈព្រះនាមថាព្រះខ្វាមឬព្រះបិទមុខចំណុចសំខាន់នៃប្រវត្តិព្រះអង្គតំណែងនិងកតនាមព្រះគិវាំបតិជាព្រះអរហន្តដ៏ល្បីល្បាញដែលមានឫទ្ធិច្រើនហើយជាអ្នកមានលាភសក្ការៈច្រើនក្នុងគេថាព្រះអរហន្ត8ទិសព្រះអង្គគង់នៅទិស2យប់មូលហេតុនៃការបិទព្រះភ័ក្ត្រតាមរឿងនិទានខ្លះព្រះអង្គបិទព្រះភ័ក្ត្រដោយសារព្រះអង្គមានពន្លឺរស្មីខ្លាំងក្លាពេកដែលអាចធ្វើឲ្យមនុស្សធម្មតាពិបាកនឹងមើលផ្ទាល់ក្នុងជំនឿខ្មែរគេជឿថាការបិទព្រះភ័ក្ត្រនេះជាការសម្ដែងនៅការមិនលោភឬមិនជាប់ជំពាក់នឹងសម្ភារៈដែលតែងតែកើតមានចំពោះព្រះអង្គអ្នកគោរពបូជាជឿថាការសាងរូបបដិមាឬយន្តព្រះអង្គខ្វាមបានជួយឲ្យជៀសផុតពីអន្តរាយនិងនាំមកនូវលាភសំណាងដំណើររឿងក្នុងព្រះពុទ្ធសាសនាព្រះអង្គគិវាំបតិបានសម្រេចអរហន្តផលព្រះពុទ្ធបានសរសើរព្រះគិវាំបតិថាក្នុងចំណោមសាវកដែលធ្វើដំណើរចេញពីជីវិតលោកនិងសម្រេចដោយបញ្ញាជ្រាលជ្រៅព្រះគិវាំបតិល្អបំផុតម្នាក់សកម្មភាពក្នុងព្រះសាសនាព្រះអង្គបានផ្សព្វផ្សាយព្រះធម៌នៅតាមតំបន់ជាច្រើនដើម្បីជួយមនុស្សឲ្យដឹងពីមូលហេតុនៃទុក្ខនិងផ្លូវទៅកាន់និព្វានព្រះអង្គធ្លាប់ជាគ្រូបង្រៀនសាមណេរច្រើនឲ្យបានសម្រេចជាអរហន្តផងដែរព្រះគិវាំបតិគឺតំណាងឲ្យបញ្ញានិងការអត់ធ្មត់ជាឧទាហរណ៍នៃសាវកដែលប្រើសមាធិនិងការបញ្ចេញបញ្ញាដើម្បីសម្រេចសេចក្តីដឹងពិតជាមនុស្សដែលបង្ហាញថាការស្វែងរកសេចក្តីដឹងពិតតាមព្រះពុទ្ធសាសនាអាចនាំឲ្យរួចពីទុក្ខក្នុងសុខពិតប្រាកដបានសួរលោកយាយលោកតាណោយមកពីកូនលោកតាអាចារ្យសួរហើយនឹងលោកយាយវួយគាត់ជាអតីតសិស្សរបស់អូខ្ញុំបានលោកដឹងអញ្ចឹងបុណ្យរបស់អូខ្ញុំគាត់មានដំណោយជូនលោកយាយតាចំនួន18ដំណោយបាទអញ្ចឹងខ្ញុំសូមធ្វើការចែកដំណោយនេះជូនលោកយាយតាតំណាងគាត់បាទសូមអរគុណចាំតែឲ្យខាត់ទៅគាត់ខ្ញុំអ៊ីជូនបាទមកវិញនេះអុយใส่ពីលើក៏ខោផាក់ដល់ហើយណាយកហើយណាបាទចាំមកសាយចាំមកសាយហ៎បាទពីលើខោបាទដល់ចាស់ទៀនបាទយេចាស់ទៀនកូនតាអោកូនតាអោបាទពចម្រើនពថ្ងៃនេះដែរអាត្មាសូមថ្លែងអំណរគុណដល់ញោមម្ចាស់ភេកអាណាចក្រអជ្ជបញ្ញាក្អែកពីពហើយដែលគាត់បានជូនថវិកាដល់បងអូនស្រីចំនួន 100000 រៀលហើយអាត្មាក៏បានដកចែកជូនទៅដល់បងអូនស្រីផ្ទាល់អញ្ចឹងអាត្មាសូមជូនពរពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកបីក្លៀកឡើយសូមជូនពរទៅដល់ញោមម្ចាស់ភេកអាណាចក្រអជ្ជបញ្ញាក្អែកនេះឲ្យមានតែសុខសុវត្ថិភាពរកស៊ីទទួលទានមានបានពរហើយអាត្មាបានដកចែកចំនួន 100000 រៀលជូនដល់បងអូនស្រីដែលមានការខ្វះខាតដែលអាត្មាបានខុសរកជំនួយជូនដល់បងអូនស្រីគឺអាត្មាដកជូនគាត់ពិតមែនតអាត្មាជូនពួកគាត់ដើម្បីឲ្យពួកគាត់សម្រាប់ការខ្វះខាតរបស់ពួកគាត់គឺចែកជូនទៅដល់លោកយាយដែលគាត់បានចិញ្ចឹមបីបាច់ចៅរបស់គាត់អញ្ចឹងបច្ច័យទាំងហ្នឹងអាត្មានឹងជូនទៅដល់គាត់បាទសាធុសាធុហើយអរគុណគាត់អរគុណមានអីជូនពរគាត់ទេសាធុអរហាត់តែតាមជូនពរគាត់ទៅអីទេរត់ទីកើតណាត់បានយូរពេលថ្ងៃខាងមកច្រើនមានបញ្ជាក់បរិគោវិវត្តអនបងណាជំហរដល់មុខនេះឈប់ទៅមុខចឹងសូមចម្រើនពរដល់ញាតិញោមទាំងអស់ដែលបានឃើញវីដេអូនេះហើយសូមជួយទៅដល់បងអូនស្រីម្នាក់$1 $2ក្តី$2000ក្តីតាមរយៈអាត្មាពរខ្ញុំបានម្ចាស់ភេកអាណាចក្រអជ្ជបញ្ញាក្អែក2ដែលពេទ្យគេថាសង្ឃឹម
95%មានសតិដូចដើមដូចនេះខ្ញុំដឹងខ្លួនវិញដោយសារតែបុណ្យរៀនធរអាសិក្សាធរតាមអវាទព្រះពុទ្ធក្រតែទ្រពតែមិនក្រសទ្ធាសូមបងប្អូនខ្មែរជនរួមជាតិដែលនៅប្រទេសគេកុំភ្លេចកំណើតដើមជាខ្មែរជួយចូលរួមតាមរយៈខ្ញុំបាទបើកផ្ទះមនុស្សធម៌ជួយជនក្រីក្រទូរគតផងខ្ញុំបាទប្រាក់សុផលសូមយកតម្រាប់តាមព្រះអង្គគ្រូផលធរោផុតភក្តីដែលលោកបានទេសនាផ្ដល់ឱវាទទូលមានដល់ខ្មែរឲ្យចេះសាងអំពើល្អសិក្សារៀនធម៌អាសិក្ខាវិន័យតាមឱវាទព្រះពុទ្ធ